បងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញទៅលើរចនាបថបែបខ្មែរការងារបង្កាន់ដៃចដើអញ្ចឹងបងប្អូនអាចកលេចមើលទៅលើបង្កាន់ដៃចដើក្បាច់ខ្មែរគឺពិតជាស្រស់ស្អាតមែនតែនតាក់ទងនឹងកែងយើងឡើងកែងបានស្រស់ស្អាតមែនតែនអញ្ចឹងអតិថិជនគឺគាត់ពេញចិត្តអញ្ចឹងសម្រាប់បង្កាន់ដៃចដើក្បាច់ខ្មែរនេះគឺយើងមានក្បាច់ខ្មែរស្លឹកភ្ញីទេសហើយមានទៅលើរូបសត្វមកទៀតបងប្អូនឃើញទេទៅលើក្បាច់សត្វមកពិតជាស្រស់ស្អាតមែនតែនក្បាច់ខ្មែររបស់យើងដំឡើងធ្វើដោយដៃសុទ្ធសាធគឺយកមានចាក់ពុំទេហើយការរំលេចពណ៌គឺរំលេចយ៉ាងស្រស់ស្អាតជួយអតិថិជនហ្មងអញ្ចឹងសម្រាប់បងផងគឺគាត់ស្រឡាញ់ទៅលើក្បាលចដើដែលមានរូបសត្វមកបញ្ចប់ទៅដោយបង្គោលក្បាច់ខ្មែរមួយយ៉ាងស្រស់ស្អាតចាមិញនាងខ្ញុំបានបង្ហាញទៅលើបង្កាន់ដៃចដើក្នុងផ្ទះឥឡូវនាងខ្ញុំបង្ហាញទៅលើបង្កាន់ដៃវេរ៉ុងដាម្ដងអញ្ចឹងបងប្អូនគាត់មិនថាបំពាក់បង្កាន់ដៃចដើគឺបំពាក់បង្កាន់ដៃវេរ៉ុងដាក្នុងប្លោបេតុងទៀតអញ្ចឹងការ design យើងនៅចំចំណុចកណ្ដាលគឺយើងមានទៅលើរូបទេពបណ្ណំទៀតពិតជាស្រស់ស្អាតមែនតើចាមិញនាងខ្ញុំបានបង្ហាញទៅលើការងារបង្កាន់ដៃវេរ៉ុងដាពីមុខឥឡូវនាងខ្ញុំមកបង្ហាញទៅលើចម្រឹងបង្អួចដែលមានរចនាបថក្បាច់ខ្មែរហើយនៅចំកណ្ដាលគឺយើងធ្វើទៅលើសត្វមកពិតជាស្រស់ស្អាតមែនតើគឺបងប្រុសក៏គាត់ពេញចិត្តខ្លាំងសម្រាប់ការងារដៃស្មិតពេញមួយវិឡារបស់គាត់ហ្មងដូចនេះខ្ញុំបាននិយាយអញ្ចឹងគឺនៅខាងក្រៅខ្ញុំនេះគឺចម្រឹងបង្អួចក្បាច់ខ្មែរដ៏ស្រស់ស្អាតមែនតើពណ៌រំលេចទឹកមាសគឺធានាថាស្អាតជូនអតិថិជនហ្មងក្បាច់ខ្មែរយើងពិតជារស់រវើកមែនតើពេលដែលបំពាក់ឡើងនៅលើគម្រោងវិឡារបស់អតិថិជនក្រៅពីហ្នឹងគឺអតិថិជនក៏មានទ្វារផ្ទះមួយឈុតទៀតដែលជាក្បាច់ធម្មតាក្បាច់ទូទៅបើសិនជាបងប្អូនមានតម្រូវការចង់តាក់ទងទៅលើការងារដៃស្មិតអាចតំណឆាតមកខាងក្រុមហ៊ុន Vinheng រចនាដៃស្មិតបានដែលនាងខ្ញុំដាក់លេខទូរស័ព្ទនៅខាងលើវីដេអូនេះសូមអរគុណ